Ohio សួស្តីមនុស្សជំនាន់ថ្មីទាំងអស់គ្នាថ្ងៃនេះ admin មកសម្រាប់ស៊ីរឿងរបស់យើងជាបន្តទៅទៀតហើយនឹក admin អត់ admin ខានសម្រាប់ស៊ីរឿងនឹងដូចជាយូរដែរហើយតអ្នកទាំងអស់គ្នាធៀមខ្លួនហើយនៅយើងចូលទៅស្ដាប់នៃការសម្រាប់របស់ admin ទាំងអស់គ្នាណោះ admin សូមរំលឹកអ្នកទាំងអស់គ្នាទៅកាន់ភាពមុនបន្តិចបន្ទាប់ពីអ្នកស្រី Marilla យកអានីមកចិញ្ចឹមវិញដោយសារតែក្តីអាណិតនឹងអ្នកស្រី Marilla ក៏បានយកអានីមកនៅជាមួយនឹងគាត់វិញអានីក៏មករស់នៅជាមួយនឹងលោក Matthew Cuthbert ហើយនឹងអ្នកស្រី Marilla វិញអានីរបស់យើងនឹងគឺថាគាត់អត់ទំនេរទេបន្ទាប់ពីត្រូវបានមករស់នៅជាមួយនឹងអ្នកស្រី Marilla វិញអ្វីត្បិតតែអានីរបស់យើងនឹងក្មេងមែនប៉ុន្តែគាត់ជួយបានការងារយ៉ាងច្រើនមិនថាបោកផ្ទះលាងចានឬមួយក៏ដាំបន្លែអីទេអានីតែងតែជួយជានិច្ចជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតភាពរីករាយហើយពិតជាឧស្សាហ៍ខ្លាំងមែនទែនអ្នកទេសនាថ្មីច្បាស់ជាអត់ទាន់យល់សាច់រឿងនឹងទេអត់មានសូមបញ្យល់តែម្ដងទៅកាលពីដំបូងឡើយអានីត្រូវបានបញ្ជូនមកដោយអ្នកស្រី Spencer ហើយអ្នកស្រី Spencer នឹងគឺជាអ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រាអ្នកស្រី Spencer បានប្រាប់ទៅកាន់អានីថាមានគ្រួសារមួយចង់ទទួលគាត់នឹងយកទៅចិញ្ចឹមនៅពេលដែលបានដឹងព័ត៌មានបែបហ្នឹងអានីពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់នឹងតាំងពីមុនមកគឺមិនសូវមានអ្នកណាទទួលយកគាត់ទៅចិញ្ចឹមទេដោយសារតែគ្រួសារមួយចំនួនអត់ចង់បានកូនស្រីយកទៅចិញ្ចឹមនោះទេដោយសារតែគេនឹងត្រូវធ្វើស្រែចម្ការក្រុមគ្រួសារទាំងអស់នោះត្រូវការកម្លាំងកូនប្រុសជាចាំបាច់ដើម្បីធ្វើស្រែចម្ការក៏ដូចជាកម្លាំងពលកម្មអីផ្សេងៗហើយក្មេងស្រីគឺមិនសូវមានអត្ថភាពនៅក្នុងការទទួលយកទៅចិញ្ចឹមនោះទេណាមួយអានីរបស់យើងកើតមកគឺមានលក្ខណៈខុសគេគឺសក់របស់គាត់នឹងគឺមានពណ៌ក្រហមប្លែកខុសអំពីក្មេងដទៃទៀតដែលមានសក់ពណ៌ខ្មៅក៏ដូចជាសក់ទូទៅអីផងដែរអញ្ចឹងហើយគ្រួសារមួយចំនួនគឺមិនទទួលយកអានីយកទៅចិញ្ចឹមនោះទេប៉ុន្តែនៅពេលនេះត្រូវបានលោក Matthew Cuthbert និងអ្នកស្រី Marilla ទទួលយកគាត់ទៅចិញ្ចឹមហើយការទទួលយកទៅចិញ្ចឹមនឹងគឺជាការយល់ច្រឡំតែប៉ុណ្ណោះអ្នកទាំងអស់គ្នាដំបូងឡើយអ្នកស្រី Marilla និងលោក Matthew Cuthbert ចង់បានកូនប្រុសយកមកចិញ្ចឹមបែបហ្នឹងហើយពួកគេក៏បានបញ្ជូនព័ត៌មានទៅកាន់មណ្ឌលកុមារកំព្រាដែលអានីកំពុងរស់នៅយូរប៉ុន្មានឈ្មោះក្មេងដែលត្រូវទទួលយកមកចិញ្ចឹមនឹងក៏មកដល់ដៃរបស់ក្រុមគ្រួសាររបស់ពួកគេទាំងពីរនាក់អ្នកស្រី Marilla និងលោក Matthew Cuthbert គិតថាជាក្មេងប្រុស 100% ខាងមណ្ឌលក៏ apply ឲ្យពួកគេទាំងពីរនាក់ទៅទទួលយកក្មេងនោះយកមកចិញ្ចឹមពេលដែលលោក Matthew Cuthbert ទៅទទួលយកអានីបានមកដល់ផ្ទះហើយការភ្ញាក់ផ្អើលក៏បានកើតឡើងអ្នកស្រី Marilla បានស្ដីបន្ទោសទៅកាន់លោក Matthew Cuthbert ហើយអ្វីបានជានាំក្មេងស្រីមកទៅវិញកំហុសរបស់ពួកគេគឺបានអានឈ្មោះរបស់អានីខុសហើយគិតថាជាក្មេងប្រុសបែបហ្នឹងហើយខាងមណ្ឌលក៏គិតថាពួកគេត្រូវការក្មេងស្រីក៏បញ្ជូនក្មេងស្រីមកតែម្ដងទៅឃើញបែបហ្នឹងហើយអ្នកស្រី Marilla ក៏បានបញ្ជូនអានីយកទៅឲ្យអ្នកផ្សេងទៀតដើម្បីយកទៅចិញ្ចឹមអ្នកស្រី Marilla ក៏យកអានីយកទៅឲ្យអ្នកស្រី Spencer វិញក៏ប៉ុន្តែគាត់មិនអស់ចិត្តឡើយបន្ទាប់ពីបានឃើញអ្នកស្រី Spencer បញ្ជូនអានីទៅឲ្យនៅក្រុមគ្រួសារមួយដែលមានចរិតកោងកាចអ្នកស្រី Marilla ក៏សម្រេចចិត្តយកអានីយកមកចិញ្ចឹមវិញគឺមិនឲ្យទៅនោះទេនឹងហើយអ្នកទាំងអស់គ្នាមានសូមបញ្យល់តែប៉ុណ្្នឹងទេសម្រាប់អ្នកទេសនាថ្មីខ្លាចគាត់អត់យល់ចំពោះអ្នកថ្មីអាចទៅទេសនាភាគ1បាន admin បានសម្រាយហើយភាគ1នៅក្នុង channel របស់ admin នោះខ្សែរឿងបានកាន់មកដល់ថ្ងៃថ្មីអានីហាក់បីដូចជាកំពុងតែមានភាពស្រស់បំព្រងបន្តិចហើយបន្ទាប់ពីនាងបានមករស់នៅជាមួយនឹងអ្នកស្រី Marilla វិញអានីចង់ទៅបេះផ្លែឈើជាមួយនឹងលោក Matthew Cuthbert ប៉ុន្តែអ្នកស្រី Marilla ខកដោយគាត់យកមួកមកឲ្យនាងពាក់កុំឲ្យក្តៅអីចឹងទៅអានីក៏យកមួកមកពាក់ហើយក៏និយាយទៅកាន់អ្នកស្រី Marilla ថាអ្នកស្រី Marilla អញ្ចឹងខ្ញុំទៅបេះផ្លែឈើជាមួយនឹងលោក Matthew Cuthbert ហើយមិនតែប៉ុណ្ណោះខ្ញុំនឹងនិយាយអរុនសួស្ដីទៅកាន់គាត់ផងដែរបន្ទាប់ពីនាងនិយាយចប់ក៏បានរត់ចាកចេញពីទីនោះដោយសប្បាយរីករាយឃើញអានីរត់បែបហ្នឹងក៏បារម្ភទៅកាន់អានីផងដែរដោយខ្លាចថាអានីដួលអីចឹងទៅគាត់ក៏បានស្រែកប្រាប់ទៅកាន់អានីគាត់ស្រែកប្រាប់ទៅកាន់អានីថាអានីកុំរត់លឿនពេកប្រយ័ត្នដួលហើយកុំរត់ប្រញាប់ពេកប្រយ័ត្នដួលទៅអានីនាងកំពុងតែរត់បណ្ដាហ្នឹងក៏ឆ្លើយវិញថាខ្ញុំនឹងមិនអីនោះទេបន្តិចក្រោយមកយើងក៏បានឃើញបងស្រីរបស់អ្នកស្រី Marilla ក៏បានមកលេងគាត់ទៀតហើយបងស្រីរបស់អ្នកស្រី Marilla ហ្នឹងគឺគាត់មានឈ្មោះថាអ្នកស្រីរ៉ាហើយគាត់មកនៅពេលហ្នឹងគឺសួរព័ត៌មានតាក់ទងជាមួយនឹងអានីរបស់យើងហ៎អ្នកស្រីរ៉ាក៏សួរទៅកាន់ប្អូនស្រីរបស់គាត់ថាមកយាយក្មេងស្រីដែលឯងនិយាយតាំងពីថ្ងៃមុនណអ្នកស្រី Marilla ក៏និយាយទៅកាន់បងស្រីរបស់គាត់វិញថាក្មេងស្រីដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំសម្រេចចិត្តថាយកនាងយកមកចិញ្ចឹមហើយនៅខណៈពេលដែលពួកគេកំពុងតែជជែកគ្នានោះអានីក៏បានរត់ចេញមកពីចំការវិញហើយអានីស្រែកហៅអ្នកស្រី Marilla ពីចម្ងាយអ្នកស្រី Marilla អ្នកស្រី Marilla ឃើញអានីរត់មកដូចនេះសម្លេងរបស់អ្នកស្រីរ៉ាក៏បានបន្លឺឡើងទេជាក្មេងស្រីដែលអ្នកទទួលយកមកចិញ្ចឹមអ្នកស្រីរ៉ាក៏និយាយថាភាគច្រើនគឺគេមិនចង់យកនាងទៅចិញ្ចឹមនោះទេមើលទៅនាងស្គមស្គាំងគួរឲ្យខ្លាចខ្លាំងណាស់មិនតែប៉ុណ្ណោះសក់របស់នាងគឺមានពណ៌ក្រហមទៀតផងអញ្ចឹងហើយបានជាភាគច្រើនគ្រួសារមួយចំនួនមិនចង់យកតួនាងនឹងយកទៅចិញ្ចឹមនោះទេស្ដីរបស់អ្នកស្រីរ៉ាគឺធ្វើឲ្យអានីនឹងគឺខឹងជាខ្លាំងតែម្ដងអានីធ្វើដំណើរយ៉ាងលឿនពោពេញទៅដោយកំហឹងស្រ័យសម្លុតទៅកាន់អ្នកស្រីរ៉ាវិញថាខ្ញុំពិតជាស្អប់អ្នកហើយខ្ញុំពិតជាស្អប់អ្នកខ្លាំងមែនតែម្ដងអ្នកសាគិតទៅមើលបើសិនជាពាក្យសម្ដីបែបហ្នឹងនិយាយទៅកាន់អ្នកវិញតើអ្នកមានអារម្មណ៍បែបណាអ្នកដឹងទេពាក្យសម្ដីរបស់អ្នកគឺធ្វើឲ្យខ្ញុំជឿចាប់ហើយអារម្មណ៍របស់អ្នកគឺពិតជាសប្បាយរីករាយបន្ទាប់ពីនិយាយរួចពាក្យសម្ដីរបស់អ្នកគឺធ្វើឲ្យខ្ញុំ
ឈឺចាប់ខ្លាំងជាងពីមុនទៅទៀតបន្ទាប់ពីពួកគេត្រូវបានមើលងាយខ្ញុំក៏មិនសូមអភ័យទោសក៏ដូចជាលើកលែងទោសឲ្យអ្នកនោះឡើយបន្ទាប់ពីនិយាយចប់នាងក៏បានស្រែកយ៉ាងខ្លាំងដោយសារតែកំហឹងរបស់គាត់ពេលដែលបានឃើញបែបហ្នឹងអ្នកស្រី Marilla ក៏បានចូលមកខាត់អានីជាមួយនឹងបងស្រីរបស់គាត់នាងពិបាកទទួលយកខ្លាំងមែនទែនចំពោះរឿងរ៉ាវមួយហ្នឹងហើយក៏អន់ចិត្តខ្លាំងផងដែរអានេះបានធ្វើដំណើរចាកចេញពីទីនោះយ៉ាងលឿនធ្វើដំណើរទៅកាន់បន្ទប់របស់នាងហើយបិទទ្វារតែម្ដងអ្នកស្រី Marilla បានសម្លឹងទៅកាន់អានេះដោយការឈឺចាប់អញ្ចឹងហើយអ្នកទាំងអស់គ្នាពេលខ្លះពាក្យសម្ដីរបស់យើងគឺនិយាយទៅឲ្យចេះក្រែងចិត្តអ្នកដទៃផងពេលខ្លះការនិយាយរបស់យើងគិតថាការនិយាយរបស់យើងនឹងគឺត្រឹមត្រូវតែនៅពេលខ្លះអ្នកទាំងអស់គ្នាអត់ដឹងថាពាក្យសម្ដីរបស់យើងគឺប៉ះពាល់ទៅដល់អ្នកជុំវិញខ្លួននោះទេអ្នកទាំងអស់គ្នាដឹងអត់ពាក្យសម្ដីពេលខ្លះគឺអាចសម្លាប់មនុស្សបានពាក្យសម្ដីនេះទៀតសោតគឺអាចសម្លាប់មនុស្សបានមួយរំពេចគឺខ្លាំងជាងអាវុធទៀតអ្នកទាំងអស់គ្នាពាក្យសម្ដីអាចបណ្ដាលឲ្យអ្នកដទៃបាក់ទឹកចិត្តឬមួយក៏អាចស្លាប់បានអ្នកពេលដែលអានីខឹងហើយរត់ទៅសង្ងំក្នុងបន្ទប់នោះអ្នកស្រី Marilla ក៏បានចូលទៅជួបអ្នកស្រី Marilla មកនៅពេលនេះគឺចង់ឲ្យអានីទៅសុំអភ័យទោសក៏ដូចជាសុំទោសទៅកាន់បងស្រីរបស់គាត់ក៏បានបញ្យល់ពាក្យផ្សេងៗថាអានីនឹងគួរតែសុំទោសទៅកាន់បងស្រីរបស់គាត់ដែលមានឈ្មោះថាអ្នកស្រីរ៉ានោះទៅពាក្យសម្ដីរបស់អានីហាក់បីដូចជាត្រឹមត្រូវក៏ប៉ុន្តែហាក់បីដូចជាលើសលួសបន្តិចចំពោះមនុស្សចាស់អ្នកស្រី Marilla ហាក់បីដូចជាមិនទាន់យល់ទៅកាន់អានីប៉ុន្មាននោះទេដោយគាត់អត់ដឹងថានៅក្នុងចិត្តរបស់អានីកំពុងតែពិបាកចិត្តនិងក្រៀមក្រំប៉ុណ្ណានោះទេក្នុងចិត្តរបស់អានីនៅពេលនេះគឺកំពុងតែពិបាកចិត្តខ្លាំងហើយនឹងក្រៀមក្រំផងដែរនាងកំពុងតែមានអារម្មណ៍ថានាងគឺពិតជាឯកាខ្លាំងមែនទែនចំពោះជីវិតមួយនេះគ្មាននរណាយល់អំពីចិត្តរបស់នាងនោះឡើយពេលដែលអ្នកស្រី Marilla ប្រាប់ទៅកាន់អានីហើយអានីអត់ស្ដាប់ទេហើយគាត់ក៏អត់សម្រេចចិត្តថាទៅសុំទោសដែរនាងនិយាយជាមួយនឹងអ្នកស្រី Marilla ដាច់ខាតថានឹងមិនទៅសុំអភ័យទោសក៏ដូចជាសុំទោសនោះទេបែបហ្នឹងហើយអ្នកស្រី Marilla ក៏មកពិភាក្សាជាមួយនឹងប្តីរបស់គាត់តាក់ទងជាមួយនឹងអានីអ្នកស្រី Marilla ប្រាប់ទៅកាន់លោក Mathai Casper ថាឲ្យទៅជួយនិយាយជាមួយនឹងអានីផងដើម្បីឲ្យទៅសុំទោសបងរបស់គាត់អ្នកទាំងអស់គ្នាសម្លឹងទៅកាន់មុខរបស់អានីពិតជាកំសត់ខ្លាំងមែនទែននៅពេលហ្នឹងណាព្រឹកនៅថ្ងៃបន្ទាប់អ្នកស្រី Marilla ក៏បានចេញទៅក្រៅផ្ទះហើយលោក Mathai Casper ក៏បានលួចចូលតាមទ្វារមុខគោលបំណងរបស់គាត់ចង់និយាយជាមួយអានីតាក់ទងជាមួយនឹងការទៅសុំទោសនោះឯងឃើញការល្អប្រពន្ធរបស់គាត់ចេញទៅក្រៅបានចឹងហើយបានជាគាត់លួចចូលមកក្នុងបន្ទប់របស់អានីហើយក៏និយាយគ្នាលោក Mathai Casper និយាយជាមួយនឹងអានីដោយសន្តិភាពណាគាត់និយាយអត់ដូចអ្នកស្រី Marilla នោះទេអ្នកស្រី Marilla និយាយមកកាន់អានីបែបកំហកហើយនិយាយទៅកាន់អានីនឹងគឺខ្លាំងប៉ុន្តែបើយើងបែរមកលោក Mathai Casper វិញគឺនិយាយទៅកាន់អានីដោយសន្តិភាពលោក Mathai Casper គឺបានយល់ចិត្តអំពីអានីច្រើនថាគាត់នៅក្មេងគឺពិតជាឯកាខ្លាំងណាមួយនាងគឺជាក្មេងដែលមិនសូវមានភាពកក់ក្ដៅអញ្ចឹងហើយបានជាគាត់ចេះប្រើប្រាស់ពាក្យពេចន៍ក៏ដូចជាពាក្យពេចន៍មួយចំនួននឹងឲ្យអានីយល់អានីបន្ទាប់ពីបានស្ដាប់ពាក្យពេចន៍របស់លោក Mathai Casper ដែរនាងគឺពិតជាយល់ខ្លាំងមែនទែនអានីក៏សប្បាយចិត្តផងដែរបន្ទាប់ពីលោក Mathai Casper បានមកនិយាយជាមួយនឹងគាត់ហើយនាងក៏សម្រេចចិត្តថានៅថ្ងៃស្អែកនាងនឹងសម្រេចចិត្តថាទៅសុំទោសអ្នកស្រីក្នុងស៊ីនមួយនឹងក៏បានបង្រៀនមកកាន់យើងផងដែរអ្នកទាំងអស់គ្នាពេលខ្លះត្រូវយល់ផងនៅពេលដែលអ្នកទាំងអស់គ្នាស្ដីបន្ទោសទៅកាន់អ្នកដទៃឬអ្នកក្រមអាវ៉ារបស់អ្នកទាំងអស់គ្នាពេលខ្លះអ្នកទាំងអស់គ្នាអត់ដឹងថានៅក្នុងចិត្តរបស់គាត់កំពុងតែពិបាកខ្លាំងប៉ុណ្ណានោះទេពេលខ្លះពួកគាត់សម្ដែងមកកាន់អ្នកទាំងអស់គ្នានឹងហាក់បីដូចជាកំពុងតែរីករាយខ្លាំងតែតាមពិតទៅក្នុងចិត្តរបស់គាត់ច្បាស់ជាមានការពិបាកចិត្តខ្លាំងមែនទែនហើយអ្នកទាំងអស់គ្នាមនុស្សបែបហ្នឹងគឺគាត់ត្រូវការពីផ្អែមល្ហែមនិងការលើកទឹកចិត្តហើយនឹងការពិភាក្សាប្រស្រ័យទាក់ទងជាមួយនឹងគាត់ពេលខ្លះគាត់ចង់និយាយអារម្មណ៍ក្នុងចិត្តរបស់គាត់នឹងប្រាប់ទៅកាន់នរណាម្នាក់ប៉ុន្តែរៀងពិបាកបន្តិចចំពោះការរកមនុស្សឲ្យមកស្ដាប់ពាក្យសម្ដីក្នុងចិត្តរបស់គាត់ត្រឡប់មកសាច់រឿងរបស់យើងវិញយើងឃើញថាអានីកំពុងតែសម្ដែងនៃការសុំអភ័យទោសនិងគាត់សុំការអត់អន់ទោសអំពីអ្នកស្រីរ៉ាដែលគាត់បាននិយាយពាក្យលើសលួសទៅកាន់មនុស្សចាស់អ្នកស្រីរ៉ាបន្ទាប់ពីបានឃើញអានីមកសុំទោសគាត់បែបហ្នឹងហើយក៏គាត់មិនប្រកាន់អ្វីដែរអានីនាងលុតជង្គង់សុំទោសទៅកាន់អ្នកស្រីរ៉ាតតែអ្នកស្រីរ៉ាឲ្យងើបបានគាត់ងើបអ្នកស្រីរ៉ាក៏ប្រាប់ទៅកាន់អានីអ្នកមិនខុសអ្វីច្រើននោះទេងើបឡើងហើយកំហុសមួយនេះក៏មិនមែនជាកំហុសរបស់អ្នកទាំងស្រុងនោះទេគឺមកពីខ្ញុំដែរបន្ទាប់ពីបានឮពាក្យសម្ដីរបស់អ្នកស្រីរ៉ាបែបហ្នឹងហើយអានីក៏មានការសប្បាយចិត្តឡើងវិញអ្នកស្រីរ៉ានៅក្នុងគំនិតរបស់គាត់ពីដំបូងឡើយគឺគាត់គិតថាអានីនឹងគឺជាមនុស្សមិនល្អហើយនឹងជាក្មេងម្នាក់នឹងបង្កទុក្ខទោសទៅដល់អ្នកស្រី Marilla ជាមួយនឹងប្តីរបស់គាត់គឺលោក Mathai Casper បែបនេះហើយបានជាគាត់មានការឈឺឆ្អាលចំពោះក្មេងស្រីម្នាក់នឹងប៉ុន្តែនៅពេលហ្នឹងគឺគាត់បានយល់ច្បាស់ហើយអំពីចិត្តរបស់អានីនាងគឺជាមនុស្សដ៏ល្អម្នាក់ហើយនៅក្នុងគំនិតរបស់គាត់ដែលធ្លាប់គិតថាអានីគឺជាក្មេងស្រីមិនល្អនេះគឺគាត់បានយល់កាន់តែច្បាស់ហើយចំពោះក្មេងស្រីម្នាក់នឹងគំនិតដែលគាត់ធ្លាប់មើលងាយក៏ដូចជាគិតទាំងប៉ុន្មានគឺបាត់រលាយសាបសូន្យអស់តែម្ដងនឹងហើយអ្នកទាំងអស់គ្នាសម្រាប់សាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមរហូតដល់ចប់ប្រសិនបើមានការខុសឆ្គងត្រង់ចន្លោះណាមួយដែលមាននិយាយទៅសូមអ្នកទាំងអស់គ្នាអធិស្ឋានដល់មានផងអរគុណអ្នកទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាសុខភាពល្អទាំងអស់គ្នាណែអរគុណអ្នកទាំងអស់គ្នាបាយបាយ